Bạn là ngày sụp đây bằng bậc thềm bạn. Giờ tới sầmរាប់បងប្អូនដែលយើងចង់យក account ណា account ដែលយើងមានស្រាប់ហើយយើងចង់យកមកដាក់នឹង tool ណាបាទអញ្ចឹងតកតងការដាក់ account គឺយើងមានតម្រងរបស់វាអញ្ចឹងការដាក់ចូលឥឡូវយើងចុចលើកន្លែង import មកអញ្ចឹងតម្រង account គឺវាមានលក្ខណៈជា cookie UID pass UID pass 2FA អញ្ចឹងបើសិនករណីបងប្អូនមាន account តម្រង UID pass 2FA យើងត្រូវបំពេញតាមនឹងទៅប៉ុន្តែបើសិនជា account ករណី account យើងអត់មាន 2FA ទេយើងយក UID pass អញ្ចឹងរបៀបនៃការយក account មកដាក់ធ្វើម៉េចអញ្ចឹងដំបូងយើងបើក account របស់យើងសិនមកយើង log in ចូលក្នុង account របស់យើងសិនទៅណាបាទយើងចុចបើកមកចូលក្នុង Facebook សិនមកបាទហើយបន្តទៀតអានេះខ្ញុំចូលមកក្នុង account សិនអានេះ page ទេបាទអញ្ចឹងយើងចុចលើកន្លែង profile របស់យើងនេះបាទយើងចុចលើកន្លែង profile របស់យើងនឹងមកបាទចុចឡើង profile របស់យើងមកយើងឃើញមាន UID នេះអូខេអញ្ចឹង account ពេលយើងចូលមកដល់យើងឃើញ UID account របស់យើងកន្លែងហ្នឹងហើយណាបាទអញ្ចឹងយើងអាច copy UID ហ្នឹងយកទៅផាសចូលក្នុង tool ទៅណាបាទដាក់ចូលក្នុង tool មកអញ្ចឹងដាក់ចូលអញ្ចឹងមកហើយបន្តមកទៀតយើងដាក់សញ្ញាបញ្ឈរមួយមកនេះអាសញ្ញាបញ្ឈរនេះបាទហើយបាន password ហើយ password យើងទៅសេមកអា password account របស់យើងអីហ្នឹងអញ្ចឹងណាយើងសេតកតុយទៅហើយយើងចុចadd ចូលទៅណាបាទអូខេអាហ្នឹងជាឧទាហរណ៍ប៉ុន្តែបើសិនករណីកន្លែងហ្នឹងអត់មាន UID អញ្ចឹងទេបងប្អូនអាចធ្វើចេះបាន copy link កន្លែងហ្នឹងមកបាទយើងចូលទៅក្នុង website មួយឈ្មោះ lookup UID ណា lookup ID បាទចុចចូលមកនេះយើងឃើញលើគេហ្នឹងនេះយើងផាស link ហ្នឹងមកបាទយើងចុចយក lookup មកបាទផាស link ចូលកន្លែងនេះហើយចុច lookup មកអញ្ចឹងយើងនឹងទទួលបាន UID នៅខាងក្រោមនេះហើយប៉ុន្តែអានេះវាអត់ found ទេបាទដោយសារ account ខ្លះវាចេញ account ខ្លះវាអត់អញ្ចឹងណាបាទអញ្ចឹងយើងយកតែអានេះមកដាក់មកហើយអញ្ចឹងតែប៉ុណ្្នឹងឯងបាទយើងយកមកដាក់ចូលក្នុង tool ទៅយើងចុច add បាទពេលយើងចុច add វា load success យើងចុច OK មកយើងចុច close បាទអញ្ចឹង account ដែលខ្ញុំ add មកមិញគឺនៅក្រោមគេបាទនៅក្រោមគេនេះបាទខ្ញុំ add មកមិញបាទអញ្ចឹងតាក់ទងការ add account ចូល tool មានតែប៉ុណ្្នឹងទេណាបាទសូមអរគុណ